Hello អ្នកទាំងអស់គ្នាតោះថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅផ្សារអាស៊ីហើយផ្សារអាស៊ីនេះដែរមានឈ្មោះថា Namnemu ណាអ្នកទាំងអស់គ្នាកុំឲ្យខាតពេលតោះទៅទស្សនាទស្សនភាពខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាហើយនេះយើងបានមកដល់ក្នុងផ្សារអ្នកទាំងអស់គ្នាហើយផ្លូវចូលនឹងដែរគេមានចំហឲ្យយើងពីរយើងកាន់កន្ត្រកក្រហមនេះក៏បានរួចយន្ទះក៏បានដែរហើយខ្ញុំមុនដំបូងខ្ញុំកាន់កន្ត្រកនេះដោយសារខ្ញុំអត់ចង់ទិញអីវ៉ាន់ច្រើនខ្ញុំចង់ទិញតែសាច់និងទឹកខ្ទឹមដើម្បីមកធ្វើស៊ុបហ្នឹងណាហើយអ្នកគ្នាតិចទៀតឃើញខ្ញុំរុញអាទៀសម្ដងហើយដោយសារតែទិញទៅជក់ទិញនេះទិញនោះដោយសារផ្សារណាំលេមូនេះទាំងអស់គ្នារបស់អាស៊ីគឺរាប់សិបមុខគឺមាននៅក្នុងផ្សារនឹងទាំងអស់អីក៏មានដែរចឹងហើយគឺថាឃើញនេះឃើញនោះចឹងហើយគឺយកអត់លះហែហ្មងហើយថ្ងៃនេះដែរខ្ញុំយកកូនស្រីខ្ញុំមកលែណែទៅដែរជីវិតមានកូនទូចតែប៉ុណ្ណឹងដែរអ្នកទាំងអស់គ្នាអើយទៅណាក៏ត្រូវយកអូនទៅដែរហើយនេះគឺដល់វគ្គយើងត្រូវហើគ្រឿងផ្សំឯអ្នកទាំងអស់គ្នាហើយគ្រូសាស្ត្រខ្ញុំក៏ដើរទៅឃើញសណ្តែកបណ្ដុះល្អមែនតែនអញ្ចឹងក៏យកមួយសម្រាប់ដាក់ស៊ុបយើងណាហើយបើនិយាយពីអឺងាកមកមើលថៃថាវវិញគឺល្អអ្នកទាំងអស់គ្នាខ្ចីល្វិចហ្មងនិយាយទៅគោលបំណងឃើញថៃថាវហ្នឹងដើម្បីដាក់ទឹកស៊ុបទេប៉ុន្តែណខ្ញុំវិញនឹកឃើញទៅដល់ស្លចាប់ឆាយអ្នកទាំងអស់គ្នាដោយសារតែបន្លែបៃតងអីហ្នឹងគឺនៅផ្សារហ្នឹងគឺមានគ្រប់មុខហ្មងចឹងហើយខ្ញុំពីអ្នកប៉ាអូនអាឡែណាក៏រើសពីរផ្លែសម្រាប់ធ្វើតែស៊ុបទេដោយសារធម្មតាយើងធ្វើស៊ុបគឺធ្វើច្រើនណែចឹងមកខ្ញុំទិញច្រើនសម្រាប់យកទៅស្លចាប់ឆាយទៀតគឺបន្លែយើងដាក់ទូទៅវាអត់សូវឆ្ងាញ់ចឹងណាទាំងអស់គ្នារៀងបាត់ជាតិចឹងទៅចឹងក៏ទិញខ្លះសម្រាប់តែដាក់ស៊ុបទេហើយខ្ញុំមកផ្សារថ្ងៃនេះអ្នកទាំងអស់គ្នាគឺមនុស្សច្រើនមែនតែនហ្មងហើយល្អដែរបើបន្លែផ្លែឈើវិញគឺសុទ្ធតែថ្មីទាំងអស់អ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូអញ្ចឹងនិយាយទៅបន្លែគឺគេហើរបៀបថាគេរុញមកដាក់ថ្មីរហូតណាហើយបើខ្ញុំវិញគឺសប្បាយរើសហ្មងព្រោះអីធម្មតាអ្នកទាំងអស់គ្នាអើយមិនសូវងាយបែរដើរផ្សារទេដោយសារតែខ្ញុំមានកូនតូចចឹងណាចឹងហើយយូរប៉ានាំដើរម្ដងដោយសារឥឡូវហ្នឹងគឺអាកាសធាតុរៀងត្រជាក់ហើយដូចបងប្អូនឃើញវីដេអូមុននឹងខាងដើមវីដេអូហ្នឹងឯងមេឃសតុំរភ្លៀងទៀតនិយាយទៅគឺខែហ្នឹងបាដើរអ្នកទាំងអស់គ្នាពេលខ្លះភ្លៀងពេលខ្លះខ្យល់ហើយខ្ញុំគឺចាញ់ត្រជាក់មែនតែនហើយមួយវិញទៀតគឺជារដូវត្រជាក់ចឹងណាហើយខ្ញុំក៏អត់ចង់យកអូនអាឡែណាដើរច្រើនដែរដោយសារតែខ្ញុំខ្លាចកូនខ្ញុំឈឺចឹងណាដោយសារអូនអាឡែណាអត់ទាន់បាន5ខែទេប៉ុន្តែគាត់រឹកមាំសុខភាពគាត់ល្អណាចឹងហើយខ្ញុំគិតថាទោះបីជាអូនសុខភាពល្អក៏ដោយក៏ខ្ញុំកុំសូវនាំអូនចេញដើរក្រៅពេកដោយសារតែឃើញមនុស្សប្លែករហូតណាយើងអត់ដឹងថាមនុស្សធំហ្នឹងគាត់មានជំងឺអីទេហើយbaby ទូចចឹងគឺគាត់ងាយឆ្លងមែនតែនដោយសារតែគាត់អត់ទាន់មានកោសិកាសម្រាប់ការពារជំងឺទាំងអស់ហ្នឹង តើយើងងាកមកមើលវីដេអូយើងវិញនេះដល់វគ្គយើងរើសសាច់ម្ដងអ្នកទាំងអស់គ្នាហើយសាច់វាហ្នឹងក៏រៀងធូរថ្លៃដែរខ្ញុំមិនដឹងថាអឺខែត្រជាក់សាច់រៀងធូរថ្លៃមិនដឹងអីមិនដឹងណាប៉ុន្តែដូចសាច់នេះចឹងអ្នកទាំងអស់គ្នាមួយផោនតែ$2.49ទេហើយសាច់សុទ្ធហ្មងនិយាយទៅគឺផ្លូវជ្រូកគឺគេកាត់ទាំងផ្លូវឲ្យហ្មង ហើយខ្ញុំដើរទៅហ្នឹងខ្ញុំឃើញស្បែកជ្រូកនេះខ្ញុំឆ្ងល់មែនទែនខ្ញុំសួរប៉ាថាអាហ្នឹងគេធ្វើអីហ្នឹងខ្ញុំស្មានថាស្បែកជ្រូកគេយកទៅជ្រក់ចឹងណាហើយឃើញគេដាក់
ក្នុងមានទឹកហើយគេកាត់ទូចៗឲ្យយើងហើយស្រេចហ្មងចឹងហើយខ្ញុំក៏អត់ហ៊ានទិញដែរដោយសារខ្លាចគេដាក់ជាតិអីចឹងទៅហើយមួយវិញទៀតខ្លាចទិញហើយគឺញ៉ាំអត់កើតអញ្ចឹងក៏អត់បានទិញដែរហើយគោលបំណងថ្ងៃហ្នឹងគឺមកទិញឆ្អឹងអ្នកទាំងអស់គ្នាឆ្អឹងស្មងជើងហើយនិងអឺជើងជ្រូកដើម្បីយកទៅធ្វើស៊ុបណាពួកអីមួយរយៈហ្នឹងគឺអាកាសធាតុត្រជាក់ណាហើយចឹងហើយធ្វើឲ្យខ្ញុំនឹកឃើញស៊ុបមែនតែនណាមួយក៏ល្អដែរអ្នកទាំងអស់គ្នាខែត្រជាក់ចឹងយើងញ៉ាំស៊ុបក៏ល្អដែរយើងហុចទឹកស៊ុបក្តៅៗណាធ្វើឲ្យយើងជាផ្ដាសាយបានច្រើនដែរហើយនៅផ្សារនេះគឺល្អមែនទែនអ្នកទាំងអស់គ្នាដូចឆ្អឹងអញ្ចឹងហ្នឹងគឺគេកាត់ជាដុំៗឲ្យយើងហើយស្រេចហ្មងហើយមួយដុំហ្នឹងក៏រៀងធូរថ្លៃដែរអ្នកទាំងអស់គ្នាខ្ញុំសុំទោសមិនមែនមួយដុំទេមួយបុកមួយប្រអប់គេហ្នឹងណាគឺតម្លៃខ្លះ6រៀល5រៀលជាងអញ្ចឹងណាគេមានឆ្អឹងគឺឆ្អឹងម៉ិចចូលគ្នាហ្មងមានទាំងស្មងជើងមានទាំងឆ្អឹងជំនីអីនៅក្នុងហ្នឹងហ្មងបើសិនជាអ្នកទាំងអស់គ្នាធ្វើស៊ុបដូចខ្ញុំហីខ្ញុំ recommend ឲ្យរើសឆ្អឹងហ្នឹងគឺយកទៅស្ងោរស៊ុបមានជាតិឆ្ងាញ់មែនតែនហើយមួយវិញទៀតឆ្អឹងគេហ្នឹងក៏មិនមែនឆ្អឹងសុទ្ធដែរគេលាយសាច់លាយខ្លាញ់ខ្លះនៅក្នុងហ្នឹងអញ្ចឹងណាហើយនេះគឺដល់វគ្គយើងមករើសជើងជ្រូកម្ដងហើយអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំដើរមកខ្ញុំឃើញឆ្អឹងនេះខ្ញុំស្មានតែជើងជ្រូកតាមពិតទៅអាហ្នឹងស្មងជើងគោអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាបើធ្វើស៊ុបអឺដាក់ឆ្អឹងគោយកឆ្អឹងនេះគឺល្អមែនតែនធ្វើឲ្យស៊ុបយើងមានជាតិហ្មងប៉ុន្តែដោយសារតែខ្ញុំចង់ធ្វើសាច់ជ្រូកខ្ញុំចង់ញ៉ាំជាមួយជើងជ្រូកចឹងហើយក៏អត់ទិញសាច់គោហើយនិងឆ្អឹងគោទេហើយបើអ្នកទាំងអស់គ្នាចង់ធ្វើស៊ុបអីមិនទិញជើងទាំងមូលទេអ្នកទាំងអស់គ្នានេះដូចនៅក្នុងវីដេអូនេះចង់មានជើងដែលគេកោសហើយគេកាត់ហើយគឺមានហើយស្រេចហ្មងគ្រាន់តែយើងយកទៅលាងទឹកហើយយកទៅស្រុះពីទឹកលាងឲ្យស្អាតទៅគឺបានហើយអ្នកទាំងអស់គ្នាហើយផ្សារអាស៊ីនេះពេញនិយមអ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាឃើញវីដេអូអញ្ចឹងមិនមែនមានត្រឹមតែជនជាតិអាស៊ីយើងដែលគាត់មកទិញបន្លែសាច់នៅក្នុងផ្សារហ្នឹងណាសូម្បីតែអាកែងអីហ្នឹងក៏គាត់មក shopping មកទិញម្ហូបញ៉ាំនៅផ្សារហ្នឹងដែរដោយសារតែទាំងបន្លែទាំងសាច់ផ្លែឈើគឺមានគ្រប់សពនៅក្នុងហ្នឹងហ្មងមិនថាត្រីហើយគ្រឿងកំប៉ុងនិយាយទៅអ្នកទាំងអស់គ្នារបស់អីក៏មាននៅក្នុងហ្នឹងដែរមិនថាអឺកែវទាំងអស់គ្នាក៏មាននៅក្នុងផ្សារហ្នឹងដែរបើសិនអ្នកទាំងអស់គ្នាចង់យកទៅឆាក្តៅអីចឹងណាអាចមកមើលនៅណាំនេះមូលបានហើយខ្ញុំសុំទោសផងបើសិនជាអ្នកទាំងអស់គ្នាអត់ចេះញ៉ាំបង្កែបចឹងណាប៉ុន្តែខ្ញុំមិនមែនប្រមូលហាងគេទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ញ៉ាំអីហើយទៅរកនៅអឺផ្សារអាស៊ីផ្សេងៗអត់មានអីគឺអាចមកណាំនេះមូលបានតោះយើងងាកមកវីដេអូយើងវិញហើយនេះខ្ញុំពីអ្នកប៉ាកំពុងដាស់រកជើងជ្រូកអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំរត់ឃើញទេតាមពិតទៅជើងជ្រូកនៅខាងក្រោយនៅធុងខាងក្រោយដោយសារតែខ្ញុំរត់ឃើញអញ្ចឹងណាពីអ្នកប៉ាថាអញ្ចឹងមិនដាក់ឯងប្រហែលជាអត់មានទេដោយសារគេមានដល់ពេលហ្នឹងខ្ញុំដើរទៅមានដែរមានតែជើងដែលគេអត់ទាន់កាប់ដល់ពេលអញ្ចឹងខ្ញុំក៏អត់ទាន់យកឯកថាប្រហែលជាមិនដាក់អីប៉ាអញ្ចឹងក៏ទៅរកគ្រឿងក្រៅសម្រាប់ដាក់ស៊ុបយើងវិញហើយបងប្អូនឃើញខ្ញុំហូចនាទីឲ្យបាត់អូនឡែណាទៅណានិយាយទៅអូនឡែណាឲ្យតែពេលដើរអញ្ចឹងគឺគាត់នៅដៃខ្ញុំឯងបើនៅផ្ទះគាត់តាមខ្ញុំហើយដល់ពេលគាត់ចេញទៅក្រៅអញ្ចឹងគឺគាត់តាមតែប៉ានិយាយទៅគឺគាត់នៅតែលើដៃប៉ាគេហ្មងចឹងក៏ស្រួលដែរអ្នកទាំងអស់គ្នាពេលដែលយើងដើរចេញក្រៅអញ្ចឹងកូនអត់សូវតាមយើងណាចឹងទៅ
ចឹងទៅក៏ល្អសម្រាប់ខ្ញុំដែរដោយសារអូនឥឡូវណាអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺគាត់79គីឡូហើយហើយឥឡូវហ្នឹងគឺអូនអត់ចង់គេងនៅមួយកន្លែងដូចមុនទេចង់ឲ្យតែយើងពណ៌កាពិទៅនេះទៅនោះអញ្ចឹងណាដោយសារឥឡូវអូនគេចេះមើលចេះចង់ចាប់ចង់កាន់អីអញ្ចឹងហើយអត់ចង់នៅមួយកន្លែងដូចមុនទេហើយពេលដែលខ្ញុំយកអូនចេញមកក្រៅអញ្ចឹងពីច្រើនគឺខ្ញុំអត់សូវយកអាទិសអូនទេនិយាយទៅអូនក៏មានអាទិសខាស៊ីតសម្រាប់ឲ្យអូនគេងនៅក្នុងហ្នឹងដែរប៉ុន្តែខ្ញុំចង់ឲ្យគាត់មានភាពស្និទ្ធស្នាលជាមួយម្ដាយជាមួយប៉ាប៉ាអញ្ចឹងណាចឹងនៅពេលដែលចេញទៅក្រៅម្ដងគឺខ្ញុំពរអូនកាន់អូនជាប់នៅខ្លួនរហូតសុខចិត្តពេលខ្ញុំហួយដៃអញ្ចឹងគឺអឺផ្លាស់ប្ដូរឲ្យប៉ាប៉ាអូនពរអូនម្ដងអញ្ចឹងទៅតែបើថាគ្នានៅទូចអត់ចេះនិយាយអីក៏ដោយក៏គាត់ត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយដែរអ្នកទាំងអស់គ្នាហើយនេះបន្ទាប់ពីខ្ញុំហើអីវ៉ាន់ហើយហើយត្រូវដល់វគ្គគិតលុយអ្នកទាំងអស់គ្នាហើយដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូអញ្ចឹងកន្លែងគិតលុយគេអឺច្រកហ្នឹងគឺចង់20ច្រកហ្មងហើយសិតតែត្មងជួរនៅស្រុកនេះស្រួលណាស់អ្នកទាំងអស់គ្នាអើយបើសិនជាមានហាងមួយអីគឺស្រួលមែនទែនគេងចាំយកលុយហ្មងប៉ុន្តែគេងចាំយកលុយហ្នឹងមិនបានលុយស្រួលៗអ្នកទាំងអស់គ្នាអឺយើងត្រូវការបង់bill បង់អីផ្សេងៗច្រើនមែនទែនហើយអ្នកដែលមានលទ្ធភាពបើកហាងហ្នឹងគឺពួកគាត់សុទ្ធតែមាន credit ល្អៗដែលទាំងអស់គ្នាបានបើកបានតយើងមកមើលវីដេអូយើងវិញហើយបន្លែខ្ញុំក៏អត់មានទិញអីច្រើនដែរអ្នកទាំងអស់គ្នាព្រោះស៊ុបអ្នកទាំងអស់គ្នាដឹងហើយមានថៃថាវមានជីមានស្ពៃអីតិចតួចអញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំស្ពៃបូកគោស្ពៃតឿស្ពៃកញ្ញាញ់ឬមួយក៏សណ្តែកប្តុសអីគឺដាក់តាមការពេញចិត្តអ្នកទាំងអស់គ្នាហើយនេះដែរគឺជាកន្លែងយើងកត់លុយទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាឃើញប៉ាប៉ាយក sticker មកបិទនេះអញ្ចឹងអានេះដោយសារតែយើងអត់បាន scan នៅលើកទៅ scan ណាយើង scan នៅក្នុងកញ្ថកហ្នឹងគឺគេមាន sticker មួយសម្រាប់បិទចំណាំអញ្ចឹងណាដើម្បីជៀសវាងបុគ្គលិកហ្នឹងមិនសិនជាមានការបាត់អីវ៉ាន់បាត់អីអញ្ចឹងទៅគឺគេ check កាមេរ៉ាទៅគឺឃើញហើយនេះដែរអ្នកទាំងអស់គ្នារាល់អីវ៉ាន់យើងដែលគេ scan គឺយើងអាចមកផ្ទៀងផ្ទាត់នៅលើអេក្រង់នេះបានជៀសវាងគេscan លើសអីចឹងទៅយើងប្រាប់គេយើងមក double check នៅកន្លែងហ្នឹងអញ្ចឹងណាហើយនេះកន្លែងគិតលុយគេហ្នឹងក៏គេធ្វើច្រកទូចៗសម្រាប់ឲ្យយើងជួលដែរបើសិនជាយើងមានលទ្ធភាពអាចជួលនៅខាងមុខនឹងបានពីច្រើនគឺមានដូចskin care ខាងកញ្ចក់អីក៏មានដែរអ្នកទាំងអស់គ្នាហើយនេះវីដេអូខ្ញុំក៏មានត្រឹមប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នា